Rừng vị nhiên túc nơi phùm tôi mùi cái bài mọt tuần lì đô ngọc ngặt miền vọt chả mùi chung một vọt chi hài nơi cái bài nụ miền tục ngô chả pi bồ ràng trời ban cái tục chào ở chi tràn nằm tục ni miền rục riêng cụ ở khai miền nam chư bạch bạch nâng nam chcô đai mình đằng bậc phổ đã phôm bị dây to to như thả tục ni miền pro vọt đo akrop mùi pro vì thọp chỉ tục đại đất nẹt tô từ pro hai chi vật cà pi sạ mày pol pert vì nhiên nẹt slap tiếng nô trời ban cái chưa thả nơi tay chóp nơi lơ tục ni nơi bây dục miền xâm lên chấm lại đại tay tay lư tranh pi khăn tục xâm lên chư prok ra xâm lên sập siêu nâng pi khla chia xâm lên sài dùng nè phum cướp khniên khla rõ mình hiền tới chật tục nụ tì chia vi sẻ nơi pi rì trầy xâm bay tai prasong đại quát ban sốt môn phước bôn ở từ ỏi vị nhiên tiếng đô cổ đòi cô cướp giang mình miền ở vậy plap đô nụ đại pu miền chỉ bờ rọ vậy trong na nước khăn phum chỉ mình đâu đại mình chưa rương khói quát tay tay sao trong pu nẹt đại nị tiên hiền hàm biến vị nhiên nơi lơ tục ngộ dục mùi bần top bị phật ra sầu văng bần tịch pu miền đào từ nôm của bài tục cha nụ quát nị dây khăng đói chấm ọ lộ lời từ căn tục thả tục bộc phơi bên ấy cùi khai còn tại chỉ chưa chả bần nó nâng đâm bay bông hành phiệp khla pu miền dọc pu thâu từ cặpในเรือกับานตุจิจรันโตធ្វើឲ្យស្នាមប្រេះថ្មីលេចឡើងអ្នកភូមិមួយចំនួនដែលឃើញហេតុការណ៍នេះប្រញាប់រត់ទៅខាត់គាត់ឲ្យឈប់ប៉ុន្តែពូមាននៅតែសោចហើយត្រឡប់មកផ្ទះវិញពីសប្តាហ៍ក្រោយមកគ្រួសារពូមានចាប់ផ្ដើមជួបរឿងចម្លែកប្រពន្ធគាត់ភ្ញាក់ពីសុបិនអាក្រក់និយាយថាឃើញស្រមោលខ្មៅមួយនៅជើងក្រែចំណែកឯកូនស្រីគាត់អាយុ15ឆ្នាំតែងតែយំនាពេលយប់ហើយនិយាយថាឮសំឡេងខ្សឹបហើយឈ្មោះនាងនៅក្នុងដែលធ្វើឲ្យនាងមានការភ័យខ្លាចជាខ្លាំងហើយសំឡេងខ្សឹបនោះតែងតែដាស់នាងមិនឲ្យគេងជារៀងរាល់យប់ពូមានខ្លួនឯងចាប់ផ្ដើមមានអារម្មណ៍ថាមានកៅភ្នែកចម្លែកសម្លឹងមកគាត់ពីក្រោយខាងនោះប៉ុន្តែនៅពេលដែលគាត់ងាកមើលគឺគ្មានឃើញអ្វីសោះមិនត្រឹមតែគ្រួសារពូមាននោះទេសំបីអ្នកភូមិផ្សេងទៀតក៏ជួបរឿងគួរឲ្យខ្លាចផងដែរមានស្ត្រីម្នាក់អះអាងថាគាត់ឃើញទុកចាស់នោះអណ្ដែតនៅលើផ្ទៃទំនាបគង់នាពេលរាត្រីដែលគ្មានឃើញនរណាជិះចំណែកឯក្មេងៗក្នុងភូមិពេលដែលជិះកង់ចេញពីរៀនមកវិញនាពេលល្ងាចបានឮសំឡេងអុសខ្សែរោករ៉ាច្រវាក់ចេញពីគ្រឿទុកព្រះសង្ឃនៅវត្តជាហាយក៏ចាប់ផ្ដើមមានអារម្មណ៍ថាមានអ្វីមិនស្រួលព្រះចៅអធិការនិមិត្តឃើញស្រមោលខ្មៅជាច្រើនអង្គុយលើទឹកហើយភ្នែកក្រហមឈួរសម្លឹងមកគាត់ដោយកម្លាំងអឃាតជប់មួយពូមានស្រាប់តែភ្ញាក់ពីដំណេកដោយសំឡេងគោះទ្វារក្រាំងគាត់បើកទ្វារមើលប៉ុន្តែមិនឃើញមាននរណានោះទេពេលគាត់បិទទ្វារវិញគាត់ឮសំឡេងស្រានៅក្បែរត្រចៀកគាត់ហើយសំឡេងល្វើយលើពីទីឆ្ងាយហាក់បីដូចជាប្រមានគាត់ថាឯងហ៊ាន
ពូមានបែកញើសស្រាតក់ស្លុតហើយពេលងាកមើលគាត់ឃើញស្នាមជើងសើមនៅលើឥដ្ឋដែលដើរឆ្ពោះទៅកាន់បន្ទប់កូនស្រីរបស់គាត់នៅថ្ងៃបន្ទាប់កូនស្រីពូមានដើរទៅកាន់ទូកចាស់ដោយខ្លួនឯងដូចជាមនុស្សគ្មានវិញ្ញាណហើយដូចជាត្រូវអ្វីមួយអូសទាញនាងទៅនាងឈរនៅពីមុខទូកដោយភ្នែកសន្តំហើយនិយាយភាសាចម្លែកដែលគ្មាននរណាម្នាក់ស្ដាប់យល់អ្នកភូមិប្រញាប់ទៅហៅព្រះសង្ឃឲ្យមកធ្វើពិធីបណ្ដេញខ្មោចប៉ុន្តែពេលព្រះសង្ឃចាប់ផ្ដើមសូត្រធម៌ទូកនោះចាប់ផ្ដើមរង្គើញ័រហើយខ្យល់ត្រជាក់បក់បោកខ្លាំងពីគ្រប់ទិសទីសំឡេងស្រែកក៏កឹកចេញពីទូកធ្វើឲ្យគ្រប់គ្នាភ័យស្លន់ស្លោព្រះចៅអធិការសម្រេចធ្វើពិធីធំមួយដើម្បីរំដោះវិញ្ញាណអាឃាតពួកគេបាននាំទូកចាស់នោះទៅដុតនិងបណ្ដែតចោលនៅដងទន្លេដោយសូត្រធម៌និងមានការសុំអភ័យទោសពេលភ្លើងឆេះទូកសំឡេងស្រែកដ៏គួរឲ្យខ្លាចបានបន្លឺឡើងហើយស្រមោលជាច្រើនហាក់ដូចជាហោះចេញពីផ្សែងទូកនោះត្រូវបានបំផ្លាញហើយអ្នកភូមិត្រឡប់មកស្ងប់ស្ងាត់ប៉ុន្តែគ្រួសារពូមានមិនដែលបានសុខឡើយពួកគេតែងតែឮសំឡេងខ្សឹបនាពេលយប់ហើយពេលខ្លះពួកគេឃើញស្នាមជើងស្អឹមនៅលើឥដ្ឋហើយគ្រួសារគេមិនបានគេងទេនាពេលយប់ធ្វើឲ្យគ្រួសារពូមានស្លាប់ម្ដងម្នាក់អ្នកភូមិខ្លះនិយាយថាវិញ្ញាណអាឃាតមិនបានចាក់ចេញទៅណាទេគឺវានៅចាំចងអាឃាតអ្នកណាដែលហ៊ានបំ